សម្រាប់អ្នកដែលចិញ្ចឹមពពែបងប្អូនខែភ្លៀងនេះយើងត្រូវប្រុងប្រយ័ត្នចំពោះសត្វពពែរបស់យើងបងប្អូនព្រោះខែភ្លៀងជាខែដែលផ្ទុះជំងឺអុចក្តាមយើងត្រូវឧស្សាហ៍ពិនិត្យមើលមុខពពែយើងខ្លាចមានជំងឺអុចក្តាមនឹងជំងឺអុចក្តាមភាគច្រើនវាហៅមុខបងប្អូនពេលយើងដាក់ចំណីឲ្យវាស៊ីព្រឹកឡើងហ្នឹងយើងពិនិត្យមើលមុខវារាងហើមរាងចេញអុចនៅលើមុខហ្នឹងអាហ្នឹងជំងឺអុចក្តាមហើយពេលយើងដាក់ចំណីឲ្យវាពិនិត្យមើលវាឲ្យនេះជួនកាលវាអត់ហើមទេវាចេញដុំនៅមាត់វាដុំពកណាដូចតកោដែរបងប្អូនអុចក្តាមនោះបើកើតលើគោវារៀងមានអាការៈដូចគ្នានឹងដែរវារៀងហើមមុខហើយនឹងដុំពកនៅមុខដើម្បីការពារជំងឺអុចក្តាមហ្នឹងយើងត្រូវដាក់អំបិលឲ្យវាស៊ីពេលព្រឹកឡើងបងប្អូនអំបិលហ្នឹងវាកាត់ជាតិវាហើមវាអីហ្នឹងណាមួយទឹកយើងដាក់2 ដង 3 ដងអីទៅបងប្អូនប៉ុន្តែពពែវាចូលចិត្តស៊ីអំបិលដែរមិនអត់វាបានវាស៊ីខ្លះទៅវាអត់អីទេពេលព្រឹកឡើងអញ្ចឹងគឺយើងគ្រាន់ការពារខ្លះទៅព្រោះវាកើតជំងឺហ្នឹងវានេះវារាងហើមហើយកទួលអញ្ចឹងពេលខ្ញុំដាក់មួយអាទិត្យខ្ញុំឲ្យវាស៊ី2 ដងស៊ីពីដាក់ចំណីឲ្យយើងអាសាពិនិត្យលើមុខវាកើតទៅនៅលើមុខឯងកើតរៀងហើមរៀងអីខ្លះបើកើតរៀងធ្ងន់វាអត់ស៊ីស្មៅអាហ្នឹងអត់ស៊ីស្មៅយើងស្រូតទៅចាក់ថ្នាំបើកើតទៅមុំទៅហើមមុខអីតិចតួចយើងអាចព្យាបាលខ្លួនយើងបានណាបងប្អូនយើងអាចយកទឹកអំបិលហ្នឹងយើងដាក់ទឹកមកកន្លះធុងមកមុំយើងដាក់មុខវាអាកន្លែងកើតហ្នឹងយើងត្រាំជាមួយអំបិលហ្នឹងទៅត្រាំតែ2 3ព្រឹកអាតបៅហ្នឹងវារាងក្រៀមហើយមុខក៏អន់ហើមដែរបើថាវាអត់ស៊ីស្មៅសូមយើងចាក់ថ្នាំអាហ្នឹងកាត់បន្ថយយើងបានខ្លះដែរយើងអត់សូវចំណាយវាចាក់ថ្នាំរៀង2 3ថ្ងៃដែរបងប្អូនអស់រៀងក្រាន់ដែរជំងឺហ្នឹងវារៀងយូរមិនព្យាបាលលឿនទេណាបើយើងឧស្សាហ៍ពិនិត្យមើលជំងឺបើវាផ្ទុះភ្លាមយើងអាចព្យាបាលទាន់ពេលព្យាបាលឲ្យក៏អត់ច្រើនដែរយើងព្យាបាលខ្លួនយើងក៏បានបើជំងឺយ៉ាងមុំវាអត់ស៊ីស្មៅអីអានោះមិនយើងចាក់ថ្នាំបើវាស៊ីស្មៅអីធម្មតាគ្រាន់តែហើមមុខឲ្យកើតនៅលើមុខប៉ុណ្ណឹងយើងអាចដាក់ទឹកអំបិលនឹងបានដាក់ត្រាំទឹកអំបិលហ្នឹងទៅត្រាំឲ្យលិចអាមុខកន្លែងដំបៅហ្នឹងទៅបងប្អូនវាក្រៀមហើយទៅ2 3ថ្ងៃជាហើយប៉ុន្តែបើយើងអត់រក្សាមើលទេខ្លាចវាមានដំបៅរីកទៅវាកើតរុយទុំទៅវាកើតជាដង្កូវអាហ្នឹងវាពិបាកជាបាវាអត់នេះទេវាអត់មានហានិភ័យខ្ពស់ទេបើគាត់ថាវាយូរជាដំបៅចឹងយូរជាបើយើងព្យាបាលវាទៅកើតតិចចឹងវាលះជាហើយវាអត់ខាតពេលវេលាយើងអត់ខាតថវិកាយើងច្រើនទេអាហ្នឹងយើងព្យាបាលតែខ្លួនយើងទៅក៏វាជាបានដែរបើយើងទុកឲ្យហើមយូរទៅវាកើតជាដំបៅរីកហ្នឹងព្យាបាលចាក់ថ្នាំក៏វាអស់ច្រើនដែរបងប្អូនសម្រាប់សត្វពពែរបស់ខ្ញុំព្យាបាលតាមវាក្បួនធម្មជាតិខ្ញុំអត់សូវចាក់ថ្នាំទេព្រោះតម្រាំមកយើងបានចំណូលចូលយើងចំណាយយើងច្រើនហើយអញ្ចឹងយើងកាត់បន្ថយចាំយើងទៅជាបាលខ្លួនយើងខ្លះដែរបងប្អូនជំងឺណាវារៀងធ្ងន់ទៅសូមចាក់ថ្នាំបើជំងឺមុំអីអត់ទេខ្ញុំប្រើថ្នាំធម្មជាតិគោក៏អញ្ចឹងដែរបងប្អូនគោខ្ញុំអត់សូវចាក់ថ្នាំដែរអុចក្តាមហ្នឹងខ្ញុំប្រើថ្នាំខ្មែរបើយើងប្រើ
ចាក់ថ្នាំក៏វាយូរ4-5ថ្ងៃហើយក្នុងគោមួយអីចំណាយអស់ជិត100000ដែរណា100000ជាងបើយើងប្រើថ្នាំខ្មែរអស់តិចតួចតែក៏យើងហត់នឹងបច្រកចាប់វាបច្រកហើយនឹងយើងរបស់ដែលថាយើងមិនសូវចំណាយលុយវារៀងហត់ខ្លួនតិចបងប្អូនបើយើងចំណាយលុយវាអត់សូវហត់បើយើងកាត់បន្ថយការចំណាយខ្ញុំសុខចិត្តហត់ខ្លះបងប្អូនគឺយើងតម្រាំតែបានគោ3 4គោមួយ100000មិនតិចណាបើឆ្នាំខ្មែរខ្ញុំទិញអស់30,000គោខ្ញុំ4ខ្ញុំច្រកអស់តែ20000ជាង22000អីយើងក៏យើងហត់បុកថ្នាំបុកអីវាច្រកហ្នឹងហើយបងប្អូនយើងតស៊ូតិចទៅបើយើងនេះយើងមិនសូវមានថវិកាដែរប្រើថ្នាំខ្មែរខែភ្លៀងអញ្ចឹងវានេះជំងឺវាផ្ទុះច្រើនចឹងហើយយើងត្រូវឧស្សាហ៍ពិនិត្យមើលគោពពែរបស់យើងសត្វចិញ្ចឹមរបស់យើងឧស្សាហ៍ពិនិត្យមើលពពែពេលព្រឹកឡើងខ្ញុំដាក់ចំណីអីស៊ីខ្ញុំពិនិត្យមើលបើឈឺអីយើងព្យាបាលតន់ណាវាអត់សូវខាតថវិកាយើងផងព្យាបាលតាមក្បួនធម្មជាតិទៅយើងចាំចឹងយើងសូវពិនិត្យមើលវាឲ្យនេះបានជាប់លាប់កូនពែចឹងដែរបងប្អូនកូនពែនេះអត់តន់លែងទៅទេខែភ្លៀងចេះនៅលើត្រង់ហើយព្រឹកឡើងយើងដាក់ឲ្យស៊ីចឹងយើងពិនិត្យមើលត្រង់ពិនិត្យមើលអីឲ្យមានអនាម័យល្អបងប្អូនអត់មានឲ្យនេះមានលីមូអីពេញហ្នឹងឯងបោះឲ្យស្អាតចឹងតែអនាម័យទៅវាបើថាវាឈឺក៏វាឈឺតិចតួចដែរបងប្អូនអនាម័យទាំងត្រង់ទាំងចំណីតែយើងដាក់ហ្នឹងតាមដានឲ្យជាប់ណាបងប្អូនយើងចំសัตว์តយកចិត្តទុកដាក់តិចហើយនេះត្រង់ដាក់រៀងប្រឡោះចឹងខ្យល់វាមានពីក្រោមផងពីលើផងវានេះខ្យល់អាកាសល្អបងប្អូនមានពលឺគ្រប់គ្រាន់អញ្ចឹងសត្វពពែយើងមានសុខភាពល្អរួមទាំងថ្លាស្អាតពេលខ្ញុំពេលព្រឹកឡើងខ្ញុំអត់លេងទេបងប្អូនតើថ្ងៃល្ងាចអីចឹងព្រឹកឡើងទៅខ្ញុំកាប់ធំថេតឲ្យវាស៊ីថ្ងៃ3ដងពេលថ្ងៃឡើងមានសបកម្នោះម្សាទៀតពេលល្ងាចបានខ្ញុំប្រឡែងឲ្យវាទៅចុះដីស្រុកចលអាកាសពេលល្ងាចឡើងបងប្អូននេះបាត្រង់យើងត្រូវឧស្សាហ៍ពិនិត្យមើលវាចូលចិត្តស៊ីអំបិលដែរបងប្អូនដាក់ទៅបើវារៀងមេឃក្តៅវាផឹកទឹកបានច្រើនសុខភាពល្អត្រជាក់សាច់នេះបាត្រង់យុទៅតនបាន1ឆ្នាំទេបងប្អូននេះមេចិត្តកើតដែរយើងចង់ចិញ្ចឹមដាក់មេតែ3 4នេះទៅក៏បានដែរខ្ញុំចិញ្ចឹមដំបងដាក់តែមេ3នេះ3កើត2ភាសានេះកើតមេដំបងកើតបាន1ទៅរយៈក្រោយមកបាន2នេះវាចូលចិត្តស៊ីអំបិលបងប្អូនបើអញ្ចឹងទៅបើវាកើតនេះវាអត់នេះទេវាអត់ហៅមុខហៅមាត់ទេវាដូចតែបើវាកើតក៏ភាគតិចដែរបើពេលតើទិញមកពីគេបានវាមានជំងឺហ្នឹងបើពេលនៅត្រង់ខ្ញុំខ្លួនឯងអត់ទេបងប្អូនកម្រនឹងកើតព្រោះខ្ញុំឲ្យវាស៊ីអំបិលនឹងជាប្រចាំពេលថ្ងៃឡើងក្តៅវាផឹកទឹកទៅវាត្រជាក់សាច់ល្អកូនពីក្បាលជាស៊ីស្មៅដែរអរគុណបងប្អូនដែលបានតាមដានវីដេអូរបស់នាងខ្ញុំសូមចុច Subscribe តាមនាងខ្ញុំអ្នកមួយផងបងប្អូន